hàng chế miếtនៅម៉ោង 12 ថ្ងៃត្រង់ថ្ងៃពុធនេះតម្លៃមាសគឺមិនទាន់ដើរឡើងទៅលើឬក៏ចុះមកក្រោមច្រើនទេដោយបន្តដើរ sideways នៅ0.4000ទៅចន្លោះ$4,050ក្នុង1អោននៅក្នុងតំបន់ដែលខ្ញុំចាប់ឡាញ់ពណ៌លឿងនេះគឺជាតម្លៃដែលបងប្អូនអាចទិញនិងលក់ខ្លីៗនៅក្នុង0ហ្នឹងក្នុងករណីទីផ្សារ break up បន្តកើនឡើងបងប្អូនអាច follow ទៅលើការទិញឬក៏ break down តម្លៃមាសគឺអាចចុះទៅក្រោមបន្ថែមទៀតផងដែរដោយឡែកហាងឆេមាសអាចនឹងបន្តដើរ sideways នៅក្នុងតំបន់ហ្នឹងសិនដោយរងចាំព័ត៌មានធំនៅយប់ថ្ងៃទី29ឈានចូលថ្ងៃទី30នេះគឺម៉ោង1ព័ត៌មានអត្រាការប្រាក់របស់ធនាគារកណ្ដាលសហរដ្ឋអាមេរិកដែលអាចរុញច្រានឲ្យតម្លៃហាងឆេមាសមានការកើនឡើងទៅលើឬក៏ចុះមកក្រោមច្រើនយ៉ាងណាក្តីតាមការព្យាករណ៍គេរំពឹងថាធនាគារកណ្ដាលនឹងបន្តរក្សាអត្រាការប្រាក់ 3.75% ដដែលហើយយើងមកមើលដំណើរទីផ្សារមាសបន្ទាប់ពីព័ត៌មាន SOMC ចេញរួចថាតើតម្លៃមាសអាចនឹងកើនឡើងទៅលើឬក៏ចុះមកខាងក្រោមច្រើនតាមការព្យាករណ៍របស់ខ្ញុំតម្លៃមាសក្នុងករណី break down ដាច់ 4000 នេះអត្រាខ្ពស់មែនទែនដែលតម្លៃហាងឆេមាសអាចនឹងលោតធ្លាក់មកតំបន់ទាបចុងក្រោយបន្ថែមទៀតគឺចន្លោះ$3,960ទៅតម្លៃ$3,940ក្នុង1អោននេះគឺជាការរំពឹងទុកនៃដំណើរទីផ្សារដែលអាចធ្លាក់ចុះមកខាងក្រោមហើយប្រសិនបើការកើនឡើងទៅលើវិញតើតម្លៃមាសអាចឡើងរហូតដល់តម្លៃណាការវិភាគរបស់ខ្ញុំតម្លៃមាសអាចនឹងកើនឡើងច្រើននៅក្នុងតំបន់0.4008ទៅតម្លៃ$4,120ក្នុង1អោនគឺជាគម្លាតតម្លៃដែលអាចដើរខ្លាំងនៅយប់ថ្ងៃទី30នេះយ៉ាងណាក្តីតំបន់ខ្ពស់ចុងក្រោយគឺស្ថិតនៅក្នុង0.4160ក្នុងករណីដែលតម្លៃទីផ្សារមាសកើនឡើងដាច់នៅតម្លៃ$4,110-120នេះសិនទើបមានឱកាសនៅក្នុងការកើនឡើងទៅរកតំបន់ទី2ផងដែរអញ្ចឹងនៅក្នុងថ្ងៃនេះបងប្អូនអាចទិញលក់ខ្លីៗប៉ុន្តែម៉ោងព័ត៌មានយប់ម៉ោង1សូមកុំរងចាំជួញដូរ trade អីយើងអាចបន្ត trade នៅថ្ងៃស្អែកបន្តទៀតបានហាងឆេមាសនៅព្រឹកថ្ងៃពុធថ្ងៃទី29នេះតម្លៃមាសព្យាយាមចុះមកក្រោមទៀតហើយបងប្អូនដោយកំពុងតែព្យាយាមដើរនៅក្នុងតំបន់ទាបនៅចន្លោះ$4,010ក្នុង1អោនកាលពីម្សិលមិញតម្លៃមាសគឺបានកើននៅចន្លោះ$4,010នឹងឯងហើយក៏បានបកត្រឡប់ឡើងមកលើវិញនៅ0.4000ជាងឥឡូវព្យាយាមដោនចុះមកក្រោមវិញណាទំនោរទីផ្សារនៅព្រឹកថ្ងៃពុធនេះគឺពេលព្រឹកបងប្អូនអាចបដូរទិសដៅរកឱកាស sell ឬក៏លក់ទាញផលចំណេញចុះទៅក្រោមបានការព្យាករណ៍នៅថ្ងៃនេះតម្លៃមាសអាចនឹងបុកចុះទៅក្រោមមួយជើងខ្ទង់ប្រមាណជា30ទៅ50លេខនៅក្នុងព្រឹកនេះផងដែរអញ្ចឹងយើងក៏មានតម្លៃសម្រាប់រងចាំទិញក៏ដូចជាតម្លៃសម្រាប់ជួញដូរនៅថ្ងៃនេះទាំងមូលតែម្ដងតម្លៃមាសសម្រាប់រងចាំទិញដោយបងប្អូនអាចទិញនៅតម្លៃ$3,995ទៅតម្លៃ$3,973ឬក៏តំបន់ទាបចុងក្រោយនៅ$3,955ក្នុង1អោនជាតំបន់ដែលយើងរងចាំទិញក្នុងករណីដែលទីផ្សារ down ចុះគមហើយបកត្រឡប់ឡើងមកលើវិញហើយតម្លៃដែលបងប្អូនអាចលក់នៅក្នុងថ្ងៃនេះគឺចន្លោះ$4,048ទៅតម្លៃ$4,065និងតម្លៃលក់ចុងក្រោយនៅ$4,085ក្នុង1អោនហាងឆេមាសសម្រាប់ការជួញដូរនៅថ្ងៃពុធនេះគឺយើងរកឱកាសលក់នៅពេលព្រឹកហើយតម្លៃមាសក្នុងករណីចុះមកដល់តម្លៃ$3,978ឬក៏$3,950បងប្អូនអាចបដូរទិសដៅដោយបាយទិញទាញទិសដៅឡើងមកលើវិញបានរងចាំទិញមាសទាំងអស់គ្នាបងប្អូនហាងឆេមាសនៅម៉ោង 12 ថ្ងៃត្រង់ថ្ងៃពុធនេះតម្លៃមាសគឺមិនទាន់ដើរឡើងទៅលើឬក៏ចុះមកក្រោមច្រើនទេដោយបន្តដើរ sidewaysនៅ0.4000ទៅចន្លោះ$4,050ក្នុង1អោននៅក្នុង